chẳng bây dương chỉ bị hưởng ở tay TOEFL nó cứ chỉ ấy kì chẳng tay nó cái bậc cao vì tăng bị năm bị bọn mùi hay vì plug đồ là hô mua bà đã chẳng tới là hô đó vì khai tờ chia ở mua lời nó TOEFL nó test of Chinese as foreign language nó nơi năm bị bọn đọc hay tổng mắc có cái prao mua năng là hô tờ như nên ha các vợt tay bị xa chấn ở chia bị xa bỏ tệ chẳng dương ai đăng pi cầm rạch bà lộn bảo vía đôi để nhông gì mình chắc chứng cái miên cầm rạch bọc kê chắc pi tờ bố ở po hình khiêu slate ní cái hai tha giờ cầm rạch nẹt tờ bồn chắc cầm rạch tờ bồn nó với chai tranh tờ chỉ pi tiệt chai tranh chỉ pi miên ở đầm bồn cầm rạch muối hay là đầm bồn cầm rạch pi hay là tao mà mình dương chập đào châu đó là vẹn mùa than cái miên ở đôi ha bàn A chẳng á chẳng cái miên A1 A2 ở chẳng tờ tao miên bàn bàn B B1 B2 chẳng biết mà nâng level 3 level 4 hay đọc về trong kéo vì mình bán C nó vì mình level 5 hay nâng level 6 chẳng nó không level từng ở nó ở đây được cái balon nó cái thơ tam ở cầm rạp xem cái nền chẳng từng ở nó vì mình buồn thân nè hay vì chạy trên chia bầm bậy cầm rạp nhưng ở trong bua cầm rạp nè thâm mây từ bộ nó mà xin dựng chơi ra cầm rạp nó nhưng balon chẳng nhưng tay để kê bắt đầu là dương nó cứ việc bắt đầu sầm khăn từ lơ cao vi đầm lại dương nó ông pi ca cho đằng mù than pi xa nằng chẳng họ là dương cho hiện chập đầu thay mau từ bộ những tới dương cho đằng hiện khá khá pi xa nằng chẳng cái vi đầm lại dương bài chân hay bà xin chỉ dương bờ lòn rồi vô bền vốn chẳng ở nông mình như xa nó kê bắt đầu sầm khăn lơ cao vi đầm lại ở phía xa bao dương nó tầm này tầm nón chỉ lại cả nãy mù than họ mà đa chỉ phía 100 ngày là bị sắm anh họ mà đa chân từ hay là bây giờ chập đam đo bền bí ở tại bậc cây nó cứ bắt sầm khăn tơ lơ cao vi đầm lấyสมรรถភាពរបស់យើងក្នុងការយល់ហើយនឹងវិភាគអញ្ចឹងមានន័យថាបើសិនជា band B ở band A គេដាក់វិញ្ញាសាមកគេនិយាយតែពីរឿងថាចម្លើយnóគឺច្បាស់របៀបថាគេដាក់មកអញ្ចឹងទៅយើងឃើញចម្លើយនៅនឹងហ្មងប៉ុន្តែបើ band B ចម្លើយហ្នឹងវាអត់អាចនៅឃើញភ្លាមអញ្ចឹងទេយើងត្រូវគិតយើងត្រូវវិភាគបើយើងឃើញចម្លើយហ្នឹងហើយដល់ពេលចូលទៅដល់ band C ហ្នឹងគេផ្ដោតសំខាន់ទៅលើការវាស់វែងក្នុងការដែលយើងប្រើប្រាស់ជំនាញភាសាហ្នឹងអញ្ចឹងនៅក្នុង band C ហ្នឹងភាសាដែលគេប្រើប្រាស់ហ្នឹងដូចយើងនិយាយភាសាខ្មែររបស់យើងរៀងពាក្យវប្បធម៌គេប្រើពាក្យរៀងកម្រិតរៀងជ្រៅជាង band B ប៉ុន្តែចំពោះវិញ្ញាសាគឺចាញ់សង្កស្តៀងគ្នាតកតងទៅនឹងការវិភាគនេះថាគេឲ្យជាអត្ថបទឬមួយក៏ជាលក្ខណៈកិច្ចសន្ទនាហ្នឹងវាអត់ផ្ដល់ជាចម្លើយច្បាស់ទេប៉ុន្តែជាលក្ខណៈដែលអាចឲ្យយើងហ្នឹងគិតបន្តិចឬក៏ស្វែងយល់បន្តិចបានយើងអាចជ្រើសរើសចម្លើយបានគ្រាន់តែ band C គេប្រើពាក្យរៀងក្រាស់រៀងជ្រៅជាង band B ហើយចំពោះscope ដែលគេចាញ់ហ្នឹងគេអត់ចាញ់ជាលក្ខណៈមានសភៅពិតប្រាកដណាមួយដែលគេរើសយកមកប្រើដើម្បីចាញ់វិញ្ញាសាទេអញ្ចឹងសំណួរដែលគេចាញ់ហ្នឹងជាទូទៅវាដកស្រង់ចេញពីជីវភាពរស់នៅរបស់យើងប្រចាំថ្ងៃវាអាចទៅជាពេលខ្លះវាចេញជាកិច្ចសន្ទនាប្រចាំថ្ងៃរបស់យើងយកឬមួយក៏នៅក្នុងអត្ថបទហ្នឹងចេញពីកណ្ដាស់ផ្សព្វផ្សាយពាណិជ្ជកម្មសេចក្តីប្រកាសព័ត៌មានចេញពីសបុតឬក៏សន្តរកថារបស់អ្នកណាគេម្នាក់ឬមួយក៏អត្ថបទព្យាករណ៍អាកាសធាតុអីចឹងទៅឬក៏មានវិទ្យាសាស្ត្រមានអក្សរសាស្ត្រសិល្បៈអីប្រវត្តិអីផ្សេងអញ្ចឹងវាន័យថាវាអត់មានសភៅណាជាក់លាក់អីវាស្ថិតនៅលើវាហៅជីវភាពរស់នៅរបស់យើងជួបអីច្រើនជាងអីចឹងទៅហើយចំពោះប្រភេទតេស្តដែលមានហ្នឹងគឺយើងមានជាប្រភេទការស្ដាប់មានប្រភេទជាការស្ដាប់ការអានការនិយាយហើយនិងការសរសេរអញ្ចឹងតេស្តហ្នឹងបើសិនជាយើងប្រឡងហ្នឹងយើងរើសបានហ្នឹង listening ជាមួយ reading ហ្នឹងអាហ្នឹងតេស្តមួយមានន័យថាពីរហ្នឹងអត់បំបែកគ្នាទេអត់ទេពីរហ្នឹងអញបែកគ្នាបាន listening ជាមួយ reading ហ្នឹងយើងអញបែកគ្នាបានយើងអាចពេលយើងចុះឈ្មោះហ្នឹងយើងអាចចុះឈ្មោះប្រឡង listening ឬក៏ reading អញ្ចឹងទៅហើយចំពោះ speaking ជាមួយ writing វិញអាហ្នឹងយើងចុះឈ្មោះតែម្ដងត្រូវប្រឡងទាំងពីរហ្នឹងអញ្ចឹងវាមានចែកជាលក្ខណៈ paper base មានន័យថាយើងទៅសេដៃផ្ទាល់ហើយនឹង computer base ដែលយើងប្រើនៅលើ computer អញ្ចឹងចំពោះ
តែដូចជា listening យើងមានពីរប្រភេទអាចរើសបានមាន paper based មួយ computer based ហ្នឹងប៉ុន្តែបើចំពោះពីរទៀតចំពោះការនិយាយជាមួយនឹងការសរសេរយើងអាចរើសបានទេអាហ្នឹងយើងត្រូវតែធ្វើបែប computer based ហើយនៅក្នុងហ្នឹងបើសិនជាយើងទៅរើសយកreading ជាមួយ listening ហ្នឹងយើងជ្រើសរើសយក paper based មានន័យសរសេរដៃអញ្ចឹងយើងត្រូវការជ្រើសរើសកម្រិតជាក់លាក់ឧទាហរណ៍ថាយើងគិតថាយើងនៅកម្រិតណាយើងនៅកម្រិត band A អញ្ចឹងយើងត្រូវជ្រើសរើសឲ្យ band A band B យើងជ្រើសរើសឲ្យអញ្ចឹងទៅប៉ុន្តែនៅក្នុងករណីដែលយើងជ្រើសរើសយកពួក computer based គេហៅថា CAT តេស្តហ្នឹងណាអាហ្នឹងយើងមិនបាច់ចាំជ្រើសរើសកម្រិតទេពេលដែលយើងប្រឡងទៅយើងប្រឡងរួមចូលគ្នាសំណួរទី1ពេលមានហើយគេចេញសំណួរក្រោយៗមកទៀតហ្នឹងទៅតាមលទ្ធផលដែលយើងឲ្យចម្លើយទៅគេអញ្ចឹងណាអាហ្នឹងបាច់ចាំរើសទេអញ្ចឹងនេះដែលខ្ញុំនិយាយមកអញ្ចឹងចំពោះតេស្ត CAT ហ្នឹងវាជាលក្ខណៈថាវាមានសំណួរច្រើននៅក្នុងហ្នឹងអញ្ចឹងទៅហើយនៅពេលណាដែលយើងអ្នកឆ្លើយហ្នឹងយើងឆ្លើយត្រូវតាមកម្រិតណាគេយល់ថាយើងនៅក្នុងកម្រិតណាអញ្ចឹងនៅក្នុង band A ឬក៏ band B អីចឹងគេចាប់ផ្ដើមចេញសំណួរនៅក្នុង band ហ្នឹងតតាមកម្រិតដែលយើងហ្នឹងឆ្លើយសំណួរបានអញ្ចឹងទៅហើយចំពោះអាតេស្តពីរដែលខុសគ្នាហ្នឹងCAT ជាមួយនឹង CBT អញ្ចឹងមានថាតេស្តមួយហ្នឹងជាការសរសេរនៅ listening reading ហ្នឹងដែលយើងសរសេរដៃដែលយើងត្រូវជ្រើសរើសកម្រិតហ្នឹងគេហៅថា CBT អញ្ចឹងនៅក្នុងករណីហ្នឹងពេលដែលយើងចោះឈ្មោះបើយើងចោះឈ្មោះសម្រាប់ CAT យើងមិនបាច់ចាំរើសកម្រិតទេដូចយើងនិយាយមិញបើ CBT យើងត្រូវតែជ្រើសកម្រិតហើយបើសិនជាក្នុងករណីពេលខ្លះយើងជ្រើសកម្រិតខ្លួនឯងត្រូវឧទាហរណ៍ថាយើងហ្នឹងគិតថាខ្លួនឯងហ្នឹងនៅក្នុង band A ពេលទៅយើងធ្វើសំណួរហ្នឹង band A អញ្ចឹងទៅវាស្រួលអញ្ចឹងទៅដល់ពេលចុងក្រោយយើងបានសញ្ញាបត្រត្រឹមតែ band A ហ្នឹងទេតែតាមពិតសមត្ថភាពរបស់យើងអាចលោតដល់ band B ឬក៏ C អីប៉ុន្តែដោយសារតែយើងអត់ហ៊ានយើងរៀងតម្លាក់ខ្លួនឯងអញ្ចឹងទៅបានចូលទៅ band A អញ្ចឹងយើងបានតែសញ្ញាបត្រ band A ដល់ពេលខ្លះយើងគិតថាយើងនៅ band C ប៉ុន្តែដល់ពេលយើងធ្វើទៅយើងធ្វើអត់បានល្អយើងអត់បានกระดาษបញ្ជាក់លទ្ធផលថាយើងជាប់ band C ទេដោយសារតែយើងអត់អាចធ្វើវិញ្ញាសានឹងបានអីចឹងទៅអញ្ចឹងតាមខ្ញុំគិតថា CAT វាល្អជាងព្រោះថាវាយើងពេលយើងចុះឈ្មោះយើងមិនបាច់រើសហើយយើងមិនបាច់ភ័យថាយើងខុសទេបើមិនជាយើងប្រឡងហើយយើងបានកម្រិតណាយើងទទួលយកកម្រិតហ្នឹងអញ្ចឹងទៅហើយចំពោះវិញ្ញាសាប្រឡងចំពោះ CAT ប្រព័ន្ធវានឹងជ្រើសរើសសំណួរបន្ទាប់ទៅតាមលទ្ធផលឬក៏លទ្ធភាពរបស់អ្នកប្រឡងបន្តពេលគាត់ឆ្លើយអញ្ចឹងទៅបើមិនជាយើងឆ្លើយអត់បានទៅគេបន្ថយកម្រិតយើងបើសិនយើងឆ្លើយបានរហូតគេបន្ថែមកម្រិតឲ្យយើងអញ្ចឹងទៅចំពោះ CVT វិញដូចខ្ញុំនិយាយអញ្ចឹងវាគឺជាกระดาษដែល fix អញ្ចឹងវាអត់អាចផ្លាស់ប្ដូរសំណួរបានទេអញ្ចឹងយើងរើស band A គឺ band A band B គឺ band B សំណួរប្រហែលយើងត្រូវឆ្លើយទាំងអស់ហើយតកតងនឹងចំនួនសំណួរប្រឡងអញ្ចឹង CAT វាធ្វើទៅតាមការលទ្ធភាពអ្នកប្រឡងអញ្ចឹងដូចយើងដឹងហើយចំពោះ CBT គេរៀបចំមាន listening ហ្នឹងចំនួន50សំណួរហើយនឹង reading 50សំណួរយើងត្រូវធ្វើឲ្យអស់ហើយចំពោះមួយទៀតតកតងនឹងការពេលយើងប្រឡងហើយយើងចង់ពិនិត្យឡើងវិញអញ្ចឹងចំពោះ CAT យើងពិបាកបន្តិចត្រង់ថាចម្លើយដែលយើងคลิกហើយហ្នឹងគឺអាចត្រឡប់ក្រោយមកដូរវិញបានទេព្រោះថាចម្លើយដែលយើងคลิกហ្នឹងវាពាក់ព័ន្ធទៅនឹងសំណួរក្រោយដែលយើងត្រូវធ្វើអញ្ចឹងតែយើងคลิกហើយទៅខុសហើយត្រូវប៉ុន្តែ CBT វាជាกระดาษអញ្ចឹងមានន័យថាយើងចង់ត្រឡប់ឆ្វេងស្ដាំធ្វើអាណាមុនក៏បានធ្វើអាណាក្រោយក៏បានហើយយើងកែចម្លើយអីក៏បានឲ្យតែយើងមានពេលអញ្ចឹងវាខុសគ្នាកន្លែងហ្នឹងអញ្ចឹង CBT កន្លែងហ្នឹងវារៀងស្រួលជាងដែរអញ្ចឹងចំពោះតារាងនេះគេនិយាយពីកម្រិតថាបើសិនជាយើងអាចវាតម្លៃខ្លួនឯងបានអញ្ចឹងណាថាយើងគួរតែជ្រើសរើសកម្រិតមួយណាឬក៏យើងអាចស្ថិតនៅក្នុងកម្រិតមួយណានៃការប្រឡងហ្នឹងអញ្ចឹងបើសិនជាយើងគិតថានេះយើងរៀនភាសាចិនប៉ុន្តែយើងអត់បានរៀននៅតំបន់ដែលប្រើប្រាស់ភាសាចិនទេអញ្ចឹងគេថាបើសិនជាយើងរៀនពី60ទៅ240ម៉ោង
យើងអាចស្ថិតនៅក្នុងកម្រិតនេះស្ថិតនៅកម្រិតអ្នកចូលរៀនដំបូងប៉ុន្តែបើសិនជាយើងរៀននៅក្នុងតំបន់ដែលប្រើប្រាស់ភាសាចិនយើងអាចប្រើពេលតិចជាងឧទាហរណ៍ត្រឹមតែ30ទៅ120ម៉ោងទេយើងអាចប្រឡងនឹងបានហើយមូលហេតុយើងប្រើភាសាចិនជាប្រចាំអញ្ចឹងទៅហើយចំពោះ band A1 នេះក៏គេមានដែរអញ្ចឹងតារាងនេះគេអាចប្រាប់យើងបានថាយើងអាចស្ថិតនៅក្នុងកន្លែងណាអញ្ចឹងទៅហើយក៏មានជាប្រភេទពាក្យអញ្ចឹងគេប្រាប់ថាចំពោះអ្នកដែលថ្មីថ្មោងហ្នឹងគាត់រៀនពី60ម៉ោងដល់240ម៉ោងហ្នឹងសមត្ថភាពដែលគាត់មានដូចពាក្យដែលគាត់ចេះហ្នឹងអាចចាប់ពី400ពាក្យអីចឹងទៅដើម្បីប្រឡងកើតហើយរហូតដល់កម្រិត C band C1 ឬក៏ C2 អញ្ចឹងទៅកម្រិតដែលគាត់ចេះពាក្យហ្នឹងយ៉ាងហោចណាស់ក៏8000ពាក្យអញ្ចឹងទៅដើម្បីគាត់អាចមើលយល់ធ្វើបានហើយកម្រិតម៉ោងដែលគាត់រៀនបើសិនជាគាត់រៀននៅក្នុងប្រទេសដែលមិនមែនជាប្រទេសដែលប្រើប្រាស់ភាសាចិនអាចឡើងរហូតពី1900ម៉ោងរហូតដល់3800ម៉ោងជាងអញ្ចឹងទៅប៉ុន្តែបើសិននៅក្នុងតំបន់ដែលប្រើប្រាស់ភាសាចិនគេថាត្រឹមតែ1900ម៉ោងឡើងឯងអញ្ចឹងគាត់អាចសាកប្រឡង C តេស្ត band C នឹងបានហើយហើយបន្តមកទៀតខ្ញុំចង់និយាយពីរឿងថាសារៈប្រយោជន៍នៃតេស្តអញ្ចឹងពេលដែលយើងធ្វើតេស្តនឹងហើយយើងយកវាយកទៅធ្វើអីកើតអញ្ចឹងអានេះគឺជាតារាងបន្ទុកលទ្ធផលដែលយើងទទួលបានអញ្ចឹងពេលដែលយើងប្រឡងជាប់ហើយយើងមានបន្ទុកនឹងអញ្ចឹងបន្ទុកហ្នឹងគេនឹងប្រាប់យើងថាយើងស្ថិតនៅក្នុង level ណាបន្ទុកសរុបប្រមាណហើយយើងកម្រិតដែលយើងនេះហ្នឹងគឺ level ប្រមាណហើយនឹងកម្រិត B ឬក៏ C ប្រមាណអីចឹងទៅអញ្ចឹងយើងអាចប្រើប្រាស់វាហើយយើងមានមួយទៀតវាមានចេញដូចជាវិញ្ញាបនបត្រអញ្ចឹងថាយើងឈ្មោះអីកាត់ថ្ងៃណាឆ្នាំណាអីចឹងទៅហើយបានប្រឡងទទួលបានលទ្ធផលអីចឹងទៅហើយអាចយកទៅប្រើប្រាស់បានអញ្ចឹងយើងយកអាក្តារហ្នឹងយកទៅប្រើប្រាស់ដើម្បីអីអញ្ចឹងបើសិនជាយើងជានិស្សិតនៅបរទេសមានគេហៅថាជានិស្សិតចិននៅបរទេសហួឆៅអញ្ចឹងមានន័យថាយើងនៅក្រៅប្រទេសឯងបណ្ដាយើងចេះភាសាចិនអីចឹងហើយយើងចង់ទៅរៀនប្រទេសដែលប្រើប្រាស់ភាសាចិនអញ្ចឹងតេស្តនេះពេលខ្លះយើងអាចប្រើទៅជាបន្ទុកភាសាចិនព្រោះថាគេអាចrequirement គេថាយើងត្រូវការបន្ទុកភាសាចិនប៉ុណ្ណេះបើយើងជាប់បានអីចឹងយើងអាចប្រើប្រាស់វាបានអញ្ចឹងមួយទៀតយើងចុះឈ្មោះក្នុងនាមជានិស្សិតបរទេស international student ចូលទៅហ្នឹងយើងទី1យើងអាចដាក់ពាក្យសុំធ្វើជាដាក់ពាក្យសុំអាហារូបករណ៍អញ្ចឹងនៅក្នុងពេលយើងដាក់ពាក្យអាហារូបករណ៍ទៅរៀនភាសាចិនយើងត្រូវទៅការតេស្តនឹងជាចាំបាច់ហើយមួយទៀតយើងអាចដាក់ពាក្យសុំអាហារូបករណ៍ទូទៅដូចនៅតៃវ៉ាន់អញ្ចឹងយើងត្រូវការអានឹងដើម្បីបញ្ជាក់ពីសមត្ថភាពភាសាចិនរបស់យើងហើយមួយទៀតពេលដែលយើងដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យមួយចំនួននៅតៃវ៉ាន់នៅចិនអីចឹងគេតម្រូវឯកសារចូលរៀនហ្នឹងត្រូវមានថាយើងហ្នឹងមានកម្រិតភាសាចិនប៉ុណ្ណាហើយម្យ៉ាងវិញទៀតនៅសាកលវិទ្យាល័យនៅចិនហ្នឹងនៅតៃវ៉ាន់ដែរពេលខ្លះពេលយើងបញ្ចប់ការសិក្សាទៅគេទាមទារឲ្យយើងហ្នឹងបញ្ជាក់ប្រាប់គេថាយើងនៅកម្រិតណានៃពេលខ្លះគេ requirement ឲ្យយើងហ្មងថាដើម្បីចប់សាកលវិទ្យាល័យយើងបានអ្នកឯងត្រូវមាន TOEFL ជាភាសាចិនហ្នឹងអាចត្រឹមកម្រិត B1 ឬក៏ B2 អីចឹងហើយអានេះតើតូនទៅនឹងការរៀនភាសាចិននៅតៃវ៉ាន់ក៏គេឲ្យយើងប្រឡងធំកម្រិត A1 ឡើងទៅបើគេចាប់ផ្ដើមឲ្យយើងចូលរៀនចឹងដែរអញ្ចឹងយើងអាចប្រើអាក្រាស់ហ្នឹងដើម្បីជាការបញ្ជាក់ថាយើងអាចចូលរៀនបាននៅសាកលវិទ្យាល័យណាមួយតាម requirement របស់គេហើយមួយទៀតតកតងទៅនឹងការធ្វើការនៅតៃវ៉ាន់អញ្ចឹងចំណុចនេះខ្ញុំមានបទពិសោធន៍ផ្ទាល់ហ្មងអញ្ចឹងមានន័យថាបើសិនជាយើងជាជនជាតិបរទេសហើយយើងទៅរៀននៅតៃវ៉ាន់ហើយយើងចង់ធ្វើការនៅតៃវ៉ាន់អញ្ចឹងគេមានជា form មួយឲ្យយើងបំពេញណាform ហ្នឹងមានន័យថាគេវាតម្លៃយើងថាយើងអាចទៅធ្វើការឲ្យគេបានអត់យើងមិនដើម្បីទទួលបាន working visa មានថាទិដ្ឋាការសម្រាប់ធ្វើការហ្នឹងណាយើងត្រូវមានបញ្ជី list មួយហ្នឹងគេឲ្យបន្ទុកយើងឧទាហរណ៍ថាយើងជាប់
អនុបណ្ឌិតអញ្ចឹងយើងបាន20បន្ទុកបើសិនយើងជាប់បញ្ញាបត្រនៅតៃវ៉ាន់អានឹងយើងបាន10បន្ទុកហើយបើសិនយើងជាប់បណ្ឌិតនៅតៃវ៉ាន់អានឹងយើងបាន30បន្ទុកហើយដូចគ្នាអាហ្នឹងលិខិត checklist ហ្នឹងកระดาษ checklist ហ្នឹងគេមានមួយហើយរហូតដល់អ្នកឯងចេះប្រហែលភាសាបើសិនជាយើងចេះភាសា2ក្រៅពីភាសាយើងមានន័យថាភាសាខ្មែរហ្នឹងហើយយើងចេះភាសាចិនឬក៏ភាសាអង់គ្លេសគេឲ្យយើងថិចកម្រិតអញ្ចឹងបើសិនជាតេស្តរបស់យើងបង្ហាញថាយើងស្ថិតនៅក្នុង level 3អញ្ចឹងគេឲ្យយើងថែម20បន្ទុកបើសិនជាតេស្តយើងស្ថិតនៅក្នុង level 4បាន25បន្ទុកបើ level 5ឬក៏ខ្ពស់ជាងហ្នឹងយើងបាន30បន្ទុកអញ្ចឹងនៅក្នុង checklist ហ្នឹងគេមានច្រើនអញ្ចឹងទៅអញ្ចឹងបើសិនជាយើងគ្រប់75បន្ទុកមានន័យថាយើងអាចធ្វើទិដ្ឋាការធ្វើការនៅតៃវ៉ាន់បានហើយអញ្ចឹងយើងអាចដាក់ពាក្យធ្វើការបានហើយមានន័យថាយើងមានសមត្ថភាពគ្រប់គ្រាន់អញ្ចឹងយើងត្រូវបូកមួយដូចជាបញ្ញាបត្ររបស់យើងរៀននៅបញ្ញាបត្ររបស់យើងបើសិនជាយើងរៀននៅតៃវ៉ាន់បញ្ញាបត្របាន10បន្ទុកអនុបណ្ឌិតបាន20បន្ទុកអីចឹងទៅឬក៏យើងរៀននៅក្រៅតៃវ៉ាន់ទេប៉ុន្តែសាកលវិទ្យាល័យរបស់យើងត្រូវបានទទួលស្គាល់នៅក្នុងកម្រិតពិភពលោក100ចុងក្រោយអីចឹងទៅគឺយើងទទួលបានបន្ទុកដែរយើងធ្វើអញ្ចឹងមួយរហូតបើបន្ទុកយើងគ្រប់75អាហ្នឹងគេធ្វើទិដ្ឋាការឲ្យយើងបន្តធ្វើការងារនៅតៃវ៉ាន់បានអញ្ចឹងយើងដាក់ពាក្យធ្វើការអីចឹងទៅហើយបន្តមកទៀតពេលដែលយើងប្រឡងហើយអានេះគឺជាឱកាសការងារដែលយើងទទួលបានអញ្ចឹងក្នុងនេះយើងមាន QR code ដែរចាំមានថាជាទូទៅគេនឹងផ្ញើជាអ៊ីមែលមកយើងថាក្រុមហ៊ុនមួយនេះគាត់ត្រូវការអ្នកដែលចេះភាសាចិនហើយគាត់ត្រូវក្រុមហ៊ុនរបស់គាត់អាចនៅឥណ្ឌាវៀតណាមសិង្ហបុរីនៅកាណាដាឬក៏ម៉ាឡេស៊ីអីចឹងទៅឬក៏ពេលខ្លះនៅតៃវ៉ាន់ចឹងទៅហើយគេត្រូវការមនុស្សប្រមាណអ្នកហើយកម្រិតរបស់គាត់នឹងអាចត្រឹមណាកម្រិតភាសារបស់គាត់នឹងនេះអាចស្ថិតនៅក្នុងកម្រិត C1 អាចស្ថិតនៅក្នុងកម្រិត B1 ឬក៏ B2 អីចឹងហើយបន្តមកទៀតសំណួរផ្សេងដែលយើងមាននៅក្នុងតេស្ត TOEFLសំណួរដែលយើងមានហ្នឹងនេះចង់និយាយពីរឿងថាតេស្តហ្នឹងមានអីខ្លះស្រាប់ចេញអញ្ចឹងទៅអញ្ចឹងយើងនៅក្នុងហ្នឹងគេមានសេចក្តីណែនាំហើយសេចក្តីណែនាំរបស់គេហ្នឹងគេធ្វើជា9ភាសាប៉ុន្តែនៅក្នុងហ្នឹងវាអត់មានជាភាសាខ្មែររបស់យើងទេអញ្ចឹងជាទូទៅយើងអាចប្រើជាភាសាអង់គ្លេសអញ្ចឹងឬក៏គិតថាភាសាណាដែលយើងចេះច្បាស់យើងអាចប្រើប្រាស់ភាសាហ្នឹងអញ្ចឹងទៅអញ្ចឹងសរុបទាំងអស់វាមាន9ភាសាអញ្ចឹងចំពោះ listening test ហ្នឹងគេបែងចែកឧទាហរណ៍ថាជា level សម្រាប់អ្នកចូលដំបូងហ្នឹងទៅគេបែងចែកទៅជា3ផ្នែកហើយក្នុងហ្នឹងមាន25សំណួរហើយរយៈពេលដែលយើងត្រូវធ្វើហ្នឹងមានប្រហែលជា25នាទីហើយចំពោះ band A គេមានជា4ផ្នែកយើងអាចពិពណ៌នាពីរូបភាពអាចជាចម្លើយរបៀបថាសួរឆ្លើយហើយយល់អីចឹងទៅណាឬក៏អាចជាការកិច្ចសន្ទនាឬមួយក៏ជាអត្ថបទមួយដែលគេដាក់អញ្ចឹងពី band A ដល់ band C ហ្នឹងសំណួររបស់គេគឺ50សំណួរហើយរយៈពេលដែលគេឲ្យយើងហ្នឹងគឺ60នាទីហើយប៉ុន្តែបើយើងជ្រើសរើសតេស្តបែប CAT តាមបែប computer based ហ្នឹងយើងធ្វើប្រហែលជាតែ30សំណួរទេហើយនៅក្នុងហ្នឹងនៅក្នុង35សំណួរអីហ្នឹងគឺគេយោងទៅតាមលទ្ធផលរបស់យើងអញ្ចឹងណាអញ្ចឹងបើសិនជាយើងចាប់ដើមចូលភ្លាមគេគិតថាយើងសំណួរដែលយើងឆ្លើយហ្នឹងចូលទៅដល់ band B ហើយអញ្ចឹងយើងមិនបាច់ចាំឆ្លើយសំណួរ band A ទេអញ្ចឹងធ្វើឲ្យអាសំណួរហ្នឹងកាត់បន្ថយអញ្ចឹងទៅអញ្ចឹងរយៈពេលដែលយើងឆ្លើយហ្នឹង50នាទីអញ្ចឹងមានថាក្នុងមួយសំណួរអញ្ចឹងទៅយើងអាចមានពេល1នាទីបន្តិចតួចដើម្បីคลิกតទៀតអញ្ចឹងអាណាស្រួលរៀងលឿនហ្នឹងតែអាណាពិបាករៀងយូរអញ្ចឹងហើយអានេះគឺជាឧទាហរណ៍ដែលគេប្រើឲ្យយើងប្រើសម្រាប់ឧទាហរណ៍ដែលខ្ញុំថាបើសិនយើងប្រឡងវាអាចមានលក្ខណៈមួយអញ្ចឹងណាអញ្ចឹងនៅក្នុងនេះគេអាចដាក់ជារូបភាពមួយហើយបន្ទាប់មកគេដាក់ជាសំឡេងឲ្យយើងស្ដាប់ហើយយើងឆ្លើយថានឹងអីគេ
Chẳng ở dương ai ở thật tay tích chỉ thay dương ở cô chơi rơi trong loại nè chẳng ở chỉ nhộng bờ cái này xả sấn hay ở trong dương xả bóng thay dương rơi rồi này 第一题，请问这里是哪里 ？A. 教堂 B. 学校 C. 博物馆。请问这里是哪里 ？A. 教堂 B. 学校 C. 博物馆 chẳng ở nó không nè mình hai cái đạo lục hiệp múa và móc cái mình chỉ sầm lệ trong tờ hay nó không nóng ở cái đạo pì mình hai cái giấy bị đòn mà nãy nó bên này để những ở bên căn ta hiện khu chứng tớ hai bị đòn mà này tầm một đòn anh trong tờ chẳng ở nè nhom sông xua thằng mình nâng ở miền nè ban sẽ làm ở chẳng những ai chơi rồi trong lại mỗi ban ở miền là cái soạn chất lời thay những cô chơi rồi e được bay được si ở just đây nó từng ở này nhưng về tại ai tràn về vậy mình là cái slide bạn ở xong lại soạn chất mà nè mà ta những cô chơi rồi trong lại a b được cái c hello đây just đây xong lại ra cái slide mà nè bạn ở mình ở nè nè cái ở cầm sát này cầm sàn วาดខ្ញុំគិតថាB បង dạបងចឹងបងអាចឆ្លើយបានអត់បងឬក៏ខ្ញុំត្រូវchơiអ្នកផ្សេងបង តាមគំនិតខ្ញុំបងខ្ញុំគិតថា B B អីគេបងចម្លើយ B មិញជប់វិញ ស្រាប់ម្ដងទៀតហើយបង បងសុំចាំ ចឹងស្រាប់ម្ដងទៀតណាទាំងអស់គ្នាចឹងម្ដងទៀត 第一题，请问这里是哪里 ？A. 教堂 B. 学校 C. 博物馆。请问这里是哪里 ？A. 教堂 B. 学校 C. 博物馆 OK បងសម្រាប់នៅបងថាជ្រើសរើសណាមែនតើ B បង ចាហ្នឹងហើយបងរបៀបចឹងឯងពេលយើងប្រឡងក៏ចឹងដែរជាទូទៅយើងមានតចម្លើយចឹងទៅឲ្យយើងរើសចឹងទៅ បាទ ហើយបើសិនជាកាន់តែជ្រើសវាកាន់តែយើងពិបាកតិចតិចតចឹងបន្តមកទៀតយើងអាចមើលសំណួរក្រោយអានេះដូចគ្នាចឹងគឺគេឲ្យយើងជារូបភាពមួយចឹងទៅហើយគេសួរយើងចឹងខ្ញុំអាចចាក់នេះឲ្យស្ដាប់មួយទៀតទៅវាស្រៀងគ្នាចឹង 第一题，请问还要点菜吗？不用了，我吃饱了。麻烦算算一共多少钱？请问还要点菜吗？不用了，我吃饱了。麻烦算算一共多少钱？ អូខេចឹងចិត្តសំណួរនេះសូមអ្នកស្ម័គ្រចិត្តម្នាក់ទៀតអាហ្នឹងយើងគួរឆ្លើយឲ្យមួយណាដែរចិត្តរើសមួយណាដែរសួស្ដី C បង ចានឹងឯងដូចសំណួរបាយមិនចឹងទេហើយអាហ្នឹងឯងលក្ខណៈសំណួរដែលយើងឆ្លើយ
ពេលយើងធ្វើ listening អញ្ចឹងខ្ញុំសូមបន្តទៀតតកតងទៅនឹងប៉ុន្តែយើងចុងក្រោយទៅខ្ញុំក៏ប្រាប់ដែរដោយសារតើបើសិនយើងចោះឈ្មោះប្រឡងទៅក៏គេមានជាចម្លើយមិនចម្លើយជាលក្ខណៈឯកសារត្រៀមប្រឡងអញ្ចឹងគេប្រាប់ពីថាសំណួរចេញគួរតែចេញប្រភេទណាហើយអញ្ចឹងទៅគេមានតេស្តឲ្យយើងសាកដូចគ្នាអញ្ចឹងអានេះដូចគ្នាអានេះតកតងទៅនឹង reading test របស់យើង reading test របស់យើងក៏វាចែកចឹងដែរអញ្ចឹងចំពោះ level សម្រាប់អ្នកដំបូងវាមានតែ25សំណួរដល់ពេល A B និង C វាមាន50សំណួរហើយមានរយៈពេលដូចគ្នាមានរយៈពេល60នាទី60នាទី CAT ក៏60នាទីដែរអញ្ចឹងយើងអាចធ្វើ50សំណួរហ្នឹងក្នុងរយៈពេល60នាទីយើងចាយពេលដូចគ្នាមកសំណួរអញ្ចឹងយើងអាចមានពេល1នាទីតិចហើយនេះគឺជាសំណួរគេវាឧទាហរណ៍អញ្ចឹងណាអញ្ចឹងនៅក្នុងហ្នឹងយើងអាចមើលរូបភាពអញ្ចឹងទៅហើយគេឲ្យយើងប្រាប់ថាជ្រើសរើសអារូបភាពហ្នឹងត្រូវជាមួយនឹងន័យប្រយោគរបស់គេមួយណាអញ្ចឹងទៅអញ្ចឹងសុំអ្នកស្ម័គ្រចិត្តម្នាក់ទៀតបានអត់ថាមានអ្នកណាគេស្ម័គ្រចិត្តអត់ថាចម្លើយនេះយើងគួរជ្រើសរើសយកមួយណាចំពោះ reading test នេះមានអត់ B បង B ហី C បង C ចា C ហ្នឹងហើយអញ្ចឹងយើងគេមាន keyword របស់គេអញ្ចឹងទៅអញ្ចឹងនៅក្នុងនេះយើងត្រូវជ្រើសរើស C ហើយនៅក្នុងនេះមានដូចគ្នាគ្រាន់តែអានេះនិយាយទៅយើងជ្រើសរើសដាក់ចូលអញ្ចឹងទៅហើយអានេះវាអាចចុងក្រោយហ្នឹងវាអាចពេលខ្លះរៀងពិបាកអញ្ចឹងទៅតកតងទៅនឹងគេឲ្យយើងបំពេញជា phrase ដាក់ចូលទៅក្នុងលេខ1លេខ2លេខ3លេខ4លេខ5អញ្ចឹងទៅហើយនៅក្នុងហ្នឹងយើងមានmock test mock អីដែលអាចប្រើបានពេលយើងចុះឈ្មោះប្រឡងហើយអញ្ចឹងយើងមានទីតាំងសម្រាប់ធ្វើ test TOEFL ហ្នឹងបើសិនជាយើងនិយាយពីក្នុងនៅតៃវ៉ាន់វិញគេប្រឡងសងទៅរាល់ខែមានមួយឆ្នាំហ្នឹងប្រឡង10ដងហើយ10ខែហើយមានខែ1ខែ3ខែ4ខែ5 6 7 8 9 10 11 12អញ្ចឹងទៅអញ្ចឹងវាអត់ខែ2អញ្ចឹងទេអញ្ចឹងមួយឆ្នាំហ្នឹងគេប្រឡង10ដងហើយប៉ុន្តែនៅតៃវ៉ាន់ភាគច្រើនគឺគេប្រឡងទៅតាម computer based ទេហើយវាមានទីតាំងសឹងគ្រប់ទីតាំងនៅតៃវ៉ាន់ទាំងអស់ប៉ុន្តែអក្សរដែលគេប្រើប្រាស់នៅតៃវ៉ាន់ហ្នឹងគឺជាលក្ខណៈអក្សរពុម្ពហើយអក្សរដែលយើងរៀននៅខ្មែរហ្នឹងគឺយើងប្រើអក្សរកាត់អញ្ចឹងបើសិនជាយើងទៅប្រឡងនៅតៃវ៉ាន់យើងត្រូវប្រឡងអក្សរពុម្ពវាយ៉ាងយ៉ាប់បន្តិចដែរអាហ្នឹងតកតងបទពិសោធន៍របស់ខ្ញុំដោយសារតែខ្ញុំរៀននៅខ្មែរហ្នឹងខ្ញុំរៀនអក្សរកាត់ហើយដល់ពេលខ្ញុំទៅតៃវ៉ាន់ហ្នឹងគេប្រើអក្សរពុម្ពអញ្ចឹងមានអក្សរមួយចំនួនយើងអត់ចេះអានទេហើយយើងអត់ចេះសរសេរទេអញ្ចឹងពេលយើងត្រឡប់ដូចបទពិសោធន៍ខ្ញុំអញ្ចឹងខ្ញុំភាគច្រើនអក្សរខ្លះខ្ញុំអត់ចេះអានច្រើនណាស់ហើយដល់ពេលខ្ញុំទៅញ៉ាំអីនឹងក្រៅអញ្ចឹងខ្ញុំអានmenu របស់គេហ្នឹងអត់សូវដាច់ទេអក្សរខ្លះវាញ៉ៃញ៉ៃអញ្ចឹងខ្ញុំអាសាថតmenu គេហ្នឹងយកមកផ្ទះវិញរៀនមើលរៀនអានរៀនសរសេរអីចឹងទៅដើម្បីទៅនិយាយជាមួយគេថ្ងៃក្រោយទៅហៅឈ្មោះមុខម្ហូបហ្នឹងត្រូវអីចឹងហើយនៅតាមដូចនៅតៃវ៉ាន់អីចឹងគេសាប៊ូនៅ 7-Eleven ឬមួយក៏ Family Mart អីចឹងគេដាក់ជាម៉ាស៊ីនកាហ្វេអីចឹងដល់ពេលខ្ញុំទៅលក់ហូបកាហ្វេចឹងទៅខ្ញុំត្រូវទិញកាហ្វេអីចឹងខ្ញុំត្រូវរៀនពាក្យគេប្រើប្រាស់នៅនឹងអីចឹងហើយអាសាកត់ menu របស់គេយកមកអាននិយាយទៅជាទូទៅដើម្បីក្លាក់ខ្ញុំចាំជាងគេបំផុតហ្នឹងពេលខ្ញុំទៅតៃវ៉ាន់ភ្លាមដំបូងហ្នឹងគឺខ្ញុំពិបាកអានខ្ញុំមើលអក្សរគេដាច់ដោយសារគេប្រើអក្សរពុម្ពអញ្ចឹងរៀងពិបាកតិចបើសិនយើងប្រឡងនៅតៃវ៉ាន់អញ្ចឹងយើងប្រើអក្សរពុម្ពប៉ុន្តែនៅក្នុងលក្ខខណ្ឌដែលយើងប្រឡងនៅប្រឡង TOEFL ដែរមិនដែរយើងចុះឈ្មោះប្រឡងនៅតាមប្រទេសផ្សេងទេអាហ្នឹងគេប្រើអក្សរកាត់ទេគេមាន option យើងរើសមានអក្សរពុម្ពនិងអក្សរកាត់អញ្ចឹងយើងអាចចូលទៅក្នុង website របស់គេហ្នឹងទៅបើសិនយើងចង់ដឹងឯកសារហ្នឹងយើងអាចមើលបានយើងអាច download
ហើយរូបភាពមួយចំនួនដែលគេប្រឡងអញ្ចឹងនៅប្រទេសកម្ពុជាយើងមកដល់ប្រឡងដែលតាមខ្ញុំដឹងទទួលបានព័ត៌មានហ្នឹងគឺសាលាអន្តរជាតិតុងសានដែលគេប្រឡង TOEFL ហ្នឹងនៅខ្មែរហើយនៅខ្មែរហ្នឹង reading listening ហ្នឹងគេប្រើជាលក្ខណៈអាចយើងឲ្យមានកន្លែងឲ្យយើងទៅប្រឡងផ្ទាល់បានហើយមណ្ឌលប្រឡងនានានៅលើពិភពលោកហ្នឹងវាមានច្រើនសឹងគ្រប់កន្លែងហើយបើសិនជាយើងចុះឈ្មោះប្រឡងយើងត្រូវចុះឈ្មោះនៅក្នុង website របស់គេអញ្ចឹង website ហ្នឹងវាមាន website របស់តៃវ៉ាន់website សម្រាប់យើងចុះឈ្មោះនៅប្រឡងនៅតៃវ៉ាន់ហើយនឹង website ដែលយើងចុះឈ្មោះនៅក្រៅប្រទេសអញ្ចឹងទៅយើងមាន QR code ផ្សេងៗគ្នាអញ្ចឹងទៅបើសិនយើងជ្រើសរើសយើងអាចជ្រើសរើសទីតាំង test area នេះកន្លែងណាដែលយើងចង់ប្រឡងបាននៅខ្មែរយើងដាក់ខ្មែរអញ្ចឹងទៅហើយយើងពេញព័ត៌មានតាមអីដែលគេប្រាប់ហើយយើងពេលដែលយើងជ្រើសរើសហើយនឹងវាចាញ់ហើយថាថ្ងៃណាខែណាប្រឡងហើយនៅកន្លែងណាហើយតម្លៃប្រហែលអីចឹងទៅហើយពេលរៀងនេះហើយយើងមានឯកសារត្រៀមប្រឡងហើយឯកសារត្រៀមប្រឡងហ្នឹងវាជួយខ្ញុំបានច្រើនមែនតើបើតកតងបទពិសោធន៍របស់ខ្ញុំមានថាខ្ញុំចាប់ដើមធ្វើឯកសារត្រៀមប្រឡងហ្នឹងវាមានច្រើនប្រភេទវាមានជាសភៅផងហើយវាមានជាតេស្តមកតេស្តឲ្យយើងចូលទៀតមកតេស្តយើងសាកល្បងថាយើងអាចនៅក្នុងកម្រិតណាមួយទៀតអញ្ចឹងនៅក្នុង website ហ្នឹងគេផ្ដល់ឲ្យយើងទាំងអស់គេមានជាសភៅផងគេមានជាមកតេស្តផងហើយគេមានជាពាក្យគេមានជាពាក្យឲ្យយើងមានសភៅមានអីចឹងទៅហើយគេមានពាក្យនេះដូចថាពេលយើងចូលទៅគេមានពាក្យដែលគេប្រើប្រាស់នៅក្នុងតេស្តហ្នឹងទាំងអស់ពាក្យពិបាកអញ្ចឹងបើសិនជាយើងរៀនទៅយើងដឹងពាក្យច្រើននៅក្នុងហ្នឹងហើយនៅក្នុងបើសិនជាយើងចង់ដឹងព័ត៌មានបន្ថែមទាក់ទងទៅនឹង TOEFL ការប្រឡងហ្នឹងយើងអាចចូលទៅក្នុងតាមរយៈ Facebook page ឬមួយក៏ Instagram របស់ខាងគាត់ក៏មានដែរអញ្ចឹងនៅលើហ្នឹងយើងអាចជាមានជាQR code ផងដែរហើយជាចុងក្រោយនេះខ្ញុំចប់ហើយអញ្ចឹងបើសិនជាអ្នកចូលរួមទាំងអស់គាត់មានជាសំណួរអីដែលគាត់ចង់ដឹងពីបទពិសោធន៍ឬមួយក៏អីគាត់អាចចាបងសូមអញ្ជើញបងខ្ញុំមានសំណួរមួយបងតើរវាងសាលានៅTOEFLហើយនិងសាលានៅប្រទេសកម្ពុជាយើងតើបងគិតថាមានចំណុចអីខ្លះដែលវាប្លែកបងចង់និយាយថាសាលាដែលខ្ញុំរៀននៅតៃវ៉ាន់ខ្ញុំរៀនតៃវ៉ាន់ហ្នឹងនៅសាលា MTC ចំណុច MTC ហ្នឹង Taiwan Normal University ចំណុចខុសប្លែកមានបងទី1ខ្ញុំរៀននៅខ្មែរនេះអីដែលខ្ញុំនិយាយតរ៉ែហ្នឹងគឺរឿងអក្សរយើងនៅណាយើងប្រើអក្សរកាត់នៅណាយើងប្រើអក្សរពុំអញ្ចឹងបងហើយវាពេលខ្លះវាធ្វើឲ្យយើងពិបាកមើលហើយពិបាកទៅសេបើអក្សរពុំទៅសេខ្ញុំសឹងតអត់កើតហ្មងបងខ្ញុំរឹងដៃសេអត់ចាញ់ហើយទីពីមួយទៀតរឿងខុសគ្នាខ្លាំងហ្នឹងរៀននៅតៃវ៉ាន់នោះហើយនៅខ្មែរហ្នឹងខ្ញុំគិតថា environment ដូចនៅនោះអញ្ចឹងខ្ញុំរៀនមួយថ្ងៃតែ1ម៉ោងកន្លះអីហើយខ្ញុំរៀនតែ3ខែខ្ញុំចុះឈ្មោះនៅនោះប៉ុន្តែខ្ញុំគិតថាខ្ញុំរៀនបានច្រើនជាងដោយសារតខ្ញុំនៅនោះប្រើភាសាចិនរាល់ថ្ងៃហើយអ្នកដែលខ្ញុំជួបហ្នឹងនិយាយចិនចង់ថាមិត្តភ័ក្តិដែលរៀនក្នុងថ្នាក់ជាមួយគ្នាហ្នឹងជនជាតិបរទេសផ្សេងទៀតមែនយើងអត់មានវិធីសាស្ត្រដតីដែលអាចតំណែងគ្នាបានក្រៅពីភាសាចិនទេអញ្ចឹងខុសមិនត្រូវមិនទៅដាប់ទៅរស់មិនក៏យើងនិយាយចិនដែរខុសគ្នាពីពេលយើងរៀននៅខ្មែរចុះយើងរៀនខ្មែរយើងចិត្តតែចង់និយាយខ្មែរចាយើងទៅរៀនចិនវិញឲ្យតស្ថិតឱកាសបានគឺនិយាយខ្មែរហើយមិនសូវនិយាយចិនទេអញ្ចឹងដាប់យើងរឹងហើយខ្ញុំគិតថាបើសិនជាយើងទៅរៀននៅខាងក្រៅដូចជាកន្លែងដែលប្រើប្រាស់ភាសាចិនវាជួយឲ្យគូក្បាលរបស់យើងដើររៀងលឿនដែរឧទាហរណ៍ថាខ្ញុំនិយាយបទពិសោធន៍តខ្លួនរបស់ខ្ញុំរៀនចិនណាពេលដែលខ្ញុំចាប់ដើមចង់និយាយចិនខ្ញុំរៀបពាក្យសិនខ្ញុំរងទៅនិយាយជាមួយគ្រូហើយខ្ញុំនិយាយចិនអញ្ចឹងខ្ញុំរៀបពាក្យមុនថាខ្ញុំចង់និយាយពីអីអញ្ចឹងខ្ញុំរៀបពាក្យហើយបើខ្ញុំទៅនិយាយជាមួយគេប៉ុន្តែដល់ពេលពេលយើងទៅនៅក្នុង environment ដែលប្រើប្រាស់ភាសាចិនយូរយើងភ្លេចអាហ្នឹងយើងឈប់រៀបពាក្យអីវាថាយើងទៅដល់ពីដំបូងយើងរៀងរៀបដែរដល់ពេលក្រោយមកយើងលែងមានពេលរៀបពាក្យហើយដូចថាគេនិយាយលឿនជាងយើងច្រើនអីចឹងយើងទៅដល់យើងជួយឲ្យយើងគិតបានលឿនគូក្បាលយើងដើរលឿនជាងដែរហើយចំពោះ material ឲ្យរៀនខ្ញុំគិតថាវាមិនសូវខុសគ្នាអីប្រហែលទេវា
ស្តៀងគ្នា material ដែលយើងរៀនណាបងវាអត់សូវខុសគ្នាតែអក្សរហើយនឹងខ្ញុំគិតថាខុសគ្នាតែ environment នឹងខ្លាំងពីចំណុចដែលខ្ញុំលើកឡើងហ្នឹងឯងបងក្រៅពីហ្នឹងខ្ញុំគិតថាសឹងប្រហាក់ប្រហែលគ្នាទាំងអស់ អូខេបងគុណបងមានចម្ងល់អីទៀតអត់មានអ្នកណាគេមានចម្ងល់អីតកតងទៅនឹងការដាក់ពាក្យទៅរៀនឬមួយក៏អីក៏អាចលើកជាសំណួរបានដែរបើសិនជាគាត់ត្រូវការចាប់អារម្មណ៍ចង់ទៅអីចឹងណា